បាទជម្រាបសួរបាទទៅដល់ពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់បាទទាំងក្នុងនិងក្រៅប្រទេសបាទថ្ងៃនេះខ្ញុំបាទសំណាងពិសីមានរបស់ថ្មីចង់បង្ហាញចែកជូនទៅដល់ពុកម៉ែបងប្អូនយើងបានទស្សនាតាក់ទងទៅនឹងវត្ថុនៃអបិយជំនឿហ្នឹងហើយអញ្ចឹងនេះគឺខ្ញុំបាទមានខ្លឹមឃ្លោត2ដុំហ្នឹងហើយខ្លឹមឃ្លោតនេះផងដែរបាទគឺខ្ញុំទុកសម្រាប់ចែកទៅបងទាហានយើងណាហ្នឹងហើយមិនថាជួមុខមិនថាជួក្រោយនិយាយរួមឲ្យតែបងដែលជាទាហានហ្នឹងហើយសម្រាប់ខ្ញុំគឺខ្ញុំទុកសម្រាប់ខ្លួនឯងតែមួយអង្គទេបើសិនតែយើងនិយាយពីការពុះណាហ្នឹងហើយខ្ញុំពុះហើយខ្ញុំទុកខ្លួនឯងតែមួយអង្គទេសល់ប្រហែលគឺខ្ញុំទុកចែកទៅបងខាងទាហានរបស់យើងណាហ្នឹងហើយប៉ុន្តែតាកតងទៅនឹងការទុកខ្លួនឯងមួយអង្គនេះក៏មានបងក៏ដូចជាបងប្រុសបងស្រីក៏សុំចែកដែរហ្នឹងហើយក៏សុំចែកយកទៅឲ្យក្មួយរបស់គាត់ហ្នឹងហើយខ្លះទៅក៏ទុកខ្លួនឯងមួយអង្គដែរអញ្ចឹងណាហ្នឹងហើយក្មួយរបស់គាត់ហ្នឹងក៏ជាទាហានដែរហើយជួមុខទៀតអញ្ចឹងណាហ្នឹងហើយនិយាយរួមទៅតាកតងទៅនឹងក្រុមឃ្លោតហេតុអីបានជាបងយើងក៏ដូចជាខ្ញុំផ្ទាល់ចង់បានម្លេះហ្នឹងហើយមិនថាគ្រូមិនថាបងណាក៏ចង់បានម្លេះព្រោះអីតាកតងទៅនឹងជំនឿទៅលើក្រុមឃ្លោតណាក្រុមឃ្លោតគឺជាប្រភេទឱសថមួយគឺជាថ្នាំហ្នឹងហើយគឺជាប្រភេទថ្នាំគង់ស្វិតរបស់នេះបើសិនតែយើងបាញ់បោះទល់មុខហ្នឹងហើយយើងអាចបៀមបានណាយើងអាចបៀមប្រភេទពពួកឃ្លោតនេះគឺវាជួយទៅដល់រាងកាយរបស់យើងហ្នឹងហើយធ្វើឲ្យយើងគង់សាច់គង់ឆ្អឹងណាតាកតងទៅនឹងឃ្លោតហើយរបស់នេះគឺធ្លាប់មានជំនឿធ្លាប់មានគ្រូគាត់ទទួលបានបទពិសោធន៍ច្រើនណាស់តាកតងទៅនឹងខ្លឹមឃ្លោតហ្នឹងហើយរបស់នេះសម្រាប់បងទាហានដែលនៅក្នុងព្រៃឬក៏អ្នកដើរព្រៃព្រានព្រៃឬក៏អ្នកដើរព្រៃដូចខ្ញុំហ្នឹងបាទក៏ល្អប្រើដែរបើជួបសត្វកាចសាហាវប្រភេទពួកឃ្លោតនេះអាចធ្វើឲ្យសត្វទាំងអស់ពីកាចមកស្លូតអាហ្នឹងគឺអញ្ចឹងណាបាទហើយមួយទៀតតាកតងទៅនឹងបាទការដើរព្រៃមួយបែបទៀតនោះគឺតាកតងទៅនឹងបងខ្លះឬក៏ព្រានព្រៃខ្លះឬក៏ខ្ញុំខ្លះហ្នឹងហើយសំខាន់អ្នកដើរព្រៃនៅពេលដែលដាច់បាយដាច់ទឹកដាច់ម្ហូបហ្នឹងពេលខ្លះគាត់អាចនឹងបេះពពួកផ្លែឈើក្នុងព្រៃហ្នឹងយកមកបរិភោគបាទធ្វើឲ្យប៉ះពាល់ដល់សុខភាពឬក៏ពុលបើយើងនិយាយស្រួលស្ដាប់ទៅគឺគាត់អាចបេះផ្លែឈើមកបរិភោគហ្នឹងធ្វើឲ្យកាត់ពុលអញ្ចឹងខ្លឹមឃ្លោតនេះក៏អាចបៀមប្រសាបនៃពពួកជាតិពុលដែរអញ្ចឹងណាបងប្អូនបាទហើយមួយទៀតដែលខ្ញុំអ្វីដែលខ្ញុំចង់បដោតគឺតាកតងទៅនឹងបងដែលជាទាហានធម្មតានៅពេលដែលគាត់ច្បាំងគាត់ទទួលរងការប៉ះពាល់ពីការបាញ់ផ្សែងពុលពពួកបោះសៀមណាអញ្ចឹងគាត់អាចបៀមខ្លឹមឃ្លោតនេះបានទោះបីវាមិនបានជួយបាន 100% ក៏វាអាចជួយបាន 50% ដែរអាចបៀមដើម្បីប្រសាទជាតិពុលណាបងប្អូនបាទអាចបៀមប្រសាទជាតិពុលបានណាហ្នឹងហើយធម្មតាយើងមើលឃើញស្រាប់ហើយបាទជាទូទៅឥឡូវនេះណាបើសិនជាមានសង្គ្រាមណាមិនថាបើសិននេះយើងនិយាយពីលើកទី1លើកទី2វិញបាទគឺយើងទទួលរងការប៉ះពាល់ពីការបាញ់ផ្សែងពុលពីថៃពីពួកសៀមពីពួកអាចោសៀមណាហ្នឹងហើយអញ្ចឹងខ្លឹមឃ្លោតនេះណាមិនត្រឹមតែអាចជួយយើងតាក់ទងទៅនឹងគង់ស្វិតណាគង់ស្វិតគង់សាច់គង់ឆ្អឹងទេបាទខ្លឹមឃ្លោតនេះអាចប្រសាទជាតិពុលប្រភេទពពួកផ្លែឈើពុលនៅក្នុងព្រៃហើយក៏អាចប្រសាទពពួកជាតិពុលគីមីដែលគេបាញ់មកលើយើងបានដូចគ្នាប៉ុន្តែវាមិនប្រកាសថាជួយយើងបាន 100% ទេបើសិនយើងនិយាយថា 100% គឺវាអាចជួយប្រសាទបាន 50% ដែរណាហ្នឹងហើយបងប្អូនបាទអាហ្នឹងតាក់ទងទៅនឹងខ្លឹមឃ្លោតវាអាចជួយបៀមប្រសាទដែរណាហ្នឹងហើយពីព្រោះអីតាក់ទងទៅនឹងចំណុចហ្នឹងខ្ញុំហ៊ាននិយាយថាចេះពីព្រោះអីពីមុនមកគ្រូដែលគាត់ធ្លាប់ដើរព្រៃហ្នឹងមិនថាព្រានព្រៃណានៅពេលដែលគាត់ពុលផ្លែឈើគឺគាត់បៀមពពួកអស់នេះឯងបាទគាត់បៀមខ្លឹមអស់នេះឯងដើម្បីប្រសាទជាតិពុលដែលគាត់ពុលនៅក្នុងព្រៃគាត់អត់អាចរកថ្នាំប្រសាទណាបានគាត់បៀមខ្លឹមឃ្លោតនេះឯងដើម្បីប្រសាទជាតិពុលអញ្ចឹងអាចចំណុចហ្នឹងហើយគឺខ្ញុំចង់ប្រាប់បងប្អូនថាបើសិនជាពុកម៉ែបងប្អូនជាពិសេសបងទាហានណាបើសិនជាមានការប៉ះពាល់រវាងបាទខាងបាញ់បោះខាងបាញ់ជាតិពុលពីពួកសៀមមកពុកម៉ែបងប្អូនអាចយកខ្លឹមឃ្លោតដែលពុកម៉ែបងប្អូនបានឆ្លាក់ឬក៏មិនបានឆ្លាក់ឲ្យអាចបៀមបានគឺបៀមដើម្បីប្រសាទជាតិពុលយ៉ាងហោចណាស់ក៏វាអាចជួយយើងបាន 50% ដែរអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយនេះបាទខ្ញុំទុកខ្លួនឯងមួយអង្គហ្នឹងហើយទុកខ្លួនឯងមួយអង្គបងនៅខាងភ្នំពេញមួយអង្គហើយនឹងសមានទៀតគឺដាក់ទៅខាងបងស្រីហ្នឹងហើយគាត់នៅសៀមរាបឯងប៉ុន្តែគាត់មានបងមានខាងទាហានមានអីណាគាត់ស្គាល់ច្រើនអញ្ចឹងទៅគាត់យកទៅចែកខាងបងទាហានហើយក៏ដូចជាក្មួយគាត់ដែរហ្នឹងហើយសិតតាទាហានជួមុខទាំងអស់អញ្ចឹងខ្ញុំយកខ្លួនឯងតែមួយអង្គទេសល់ប៉ុន្មានគឺបាទបែងចែកទៅលើគាត់ឲ្យគាត់ចែកទៅបងខាងទាហានអញ្ចឹងណានៅខ្លឹមឃ្លោតបើសិនជាបងទាហានគាត់មានណាគាត់អាចរកបានណាបើសិនជាមានអ្នកណាមានពុកម៉ែបងប្អូនអាចចែកជាបានចែកជាយកគាត់ទៅហ្នឹងហើយឬក៏បើសិនជាអ្នកណាដែលមានចិត្តសទ្ធាជាងនឹងទៀតហ្នឹងហើយមានចិត្តសទ្ធាមានរបស់ច្រើនជាងខ្ញុំទៅទៀតណាអាចចែកពួកគាត់ទៅមិនបាច់គិតបច្ច័យទេណាហ្នឹងហើយចែកបងទាហានទៅណាពុកម៉ែបងប្អូនបាទហ្នឹងអញ្ចឹងតាក់ទងទៅនឹងខ្លឹមឃ្លោតនេះបាទជំរាបប៉ុណ្្នឹងទៅណាពុកម៉ែបងប្អូនបាទសូមអរគុណបាទសូមជម្រាបលាបាទ